ជ្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំខេស៊ីជាទីពឹក្សាផ្នែកលក់នៃក្រុមហ៊ុន Perso Cambodia ចឹងថ្ងៃនេះដែរគឺចង់មកវាយអារម្មណ៍បងប្អូនមកទស្សនានៅទិដ្ឋភាពខាងក្រៅវិញម្ដងណាជាមួយនឹង model ថ្មីរបស់យើងគឺ Perso 408ចឹងបងប្អូនដឹងទេថាសម្រាប់ model Perso 408នេះគឺទៅតែ support ជាផ្លូវការនៅក្នុងកំឡុងពេលមួយខែមុននេះហើយមកដល់ពេលឥឡូវនេះគឺទទួលបាននៅចំណាប់អារម្មណ៍ច្រើនមែនទែនពីសំណាក់អតិថិជនណាចឹងថ្ងៃនេះដែរគឺខ្ញុំនឹងបង្ហាញបងប្អូនពីអត្ថប្រយោជន៍ឬក៏ចំណុចសំខាន់ៗ5ទៅលើប្រភេទ model Perso 408 សេរីឆ្នាំ2021នេះចឹងសម្រាប់ចំណុចទី1គឺតាក់ទងជាមួយនឹងការ design ផ្នែកខាងក្រៅសម្រាប់ការ design ផ្នែកខាងក្រៅទៅលើ model Perso 408នេះដូចដែលបងបានឃើញចឹងគឺមានការរចនាបែប sport តែម្ដងរយន្តមួយនេះគឺជាប្រភេទ sedan នេះប៉ុន្តែជាកូនកាត់បែប sport កាត់ sedan ផងកាត់ SUV ផងចឹងបងឃើញថាមានរូបរាងរៀងទលាយណាចឹងតាក់ទងជាមួយនឹងការ design នេះវិញគឺតាក់ទងជាមួយនឹងប៉ាណាគឺមានការ design យ៉ាងស្រស់ស្អាតមែនទែនអមជាមួយនឹង logo ថ្មីគឺ logo Perso នេះហើយគឺ model របស់យើង408នេះឯងចាហើយតាក់ទងជាមួយនឹងផ្នែកចង្គៀងឬក៏ stop ខាងមុខវិញគឺមានការ design មករៀងបែបចង្កូនតោណាគឺតំណាងឲ្យ Perso នេះផ្ទាល់ចាហើយយើងប្រើជាចង្គៀង LED ដែរអញ្ចឹងនៅពេលដែលបងធ្វើដំណើរអីគឺមានសភាពភ្លឺច្បាស់ល្អមែនទែនបូករួមជាមួយនឹងការ design បែប aerodynamic ដែលជ្រែកខ្យល់បានយ៉ាងល្អនៅពេលដែលបងធ្វើដំណើរគឺមានសភាពហាប់ណែនហើយជ្រែកខ្យល់បានយ៉ាងងាយស្រួលចឹងសម្រាប់ចំណុចទី2នេះដែរគឺតាក់ទងជាមួយនឹងផ្នែកម៉ាស៊ីនចឹងសម្រាប់ model Perso 408នេះដែរគឺប្រើប្រាស់នៅម៉ាស៊ីន 1.6 លីត្រមាន turbo ហើយអាចផលិតបានកម្លាំងសាររហូតដល់ទៅ218 horsepower ជាមួយនឹងកម្លាំងរមុះរហូតដល់ទៅ300 Newton ចឹងតាក់ទងជាមួយនឹងការធ្វើដំណើរទៅតាមខេត្តទីជិតឆ្ងាយឬក៏នៅក្នុងក្រុងអីគឺមានសភាពស្ទុះមែនតើងាយស្រួលនៅក្នុងការបើកបរតាក់ទងជាមួយនឹងចំណុចទី3វិញគឺសម្រាប់រូបរាងផ្នែកខាងក្នុងរថយន្តផ្ទាល់ណាចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅផ្នែកខាងក្នុងនេះគឺតាក់ទងជាមួយនឹងចង្កូតរបស់យើងសម្រាប់ចង្កូតនេះដែរគឺយើងប្រើប្រាស់នៅចង្កូត electronic ឬក៏យើងហៅថាចង្កូតភ្លើងណាងាយស្រួលមែនតើនៅក្នុងការបើកបរអមជាមួយនឹងការ design បែប sport មើលទៅគឺស៊ីវិល័យផលិតមែនតើហ្មងដោយមាន logo Perso យើងបង្ហាញនៅលើចង្កូតនេះផ្ទាល់តែម្ដងហើយមួយទៀតតាក់ទងជាមួយនឹងផ្នែកកៅអីវិញគឺយើងប្រើប្រាស់នៅកៅអីពុកស្បែកងាយស្រួលនៅក្នុងការអង្គុយហើយអូតូទៀតអញ្ចឹងងាយស្រួលមែនតើចាសម្រាប់បងអ្នកបើកបរឬក៏អ្នករួមដំណើរក្តីហើយអ្វីដែលសំខាន់មួយទៀតតាក់ទងជាមួយនឹងផ្នែកខាងក្នុងនេះគឺកុងទ័ររបស់យើងគឺយើងប្រើប្រាស់នៅកុងទ័របែប digital ហើយអាចផ្លាស់ប្ដូរម៉ូដបាន3ម៉ូដនៅក្នុងហ្នឹងសម្រាប់ម៉ូដហ្នឹងដែរគឺយើងមាន normal mode មាន eco ហើយជាមួយនឹង sport ចឹងសម្រាប់អេក្រង់កំសាន្តរបស់យើងនេះវិញគឺមានទំហំធំមែនតើគឺមានទំហំរហូតដល់10 inch ងាយស្រួលមែនតើនៅក្នុងការទទួលបាននៅព័ត៌មានផ្សេងៗនៅលើអេក្រង់នេះណាហើយភ្ជាប់ជាមួយនឹងការប្រើប្រាស់នៅ wireless charge កន្លែងសាកថ្មលើខ្សែជាមួយនឹងរុនសាកថ្មដែលមានទំហំរហូតដល់ទៅ12 វ៉ុលចាចឹងសម្រាប់ចំណុចទី4វិញគឺតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពបងដឹងថាសម្រាប់រថយន្តយើងនេះណាគឺប្រព័ន្ធសុវត្ថិភាពគឺយើងគិតជាកត្តាចម្បងបំផុតហ្មងចឹងសម្រាប់ Perso 408នេះគឺបំពាក់នៅប្រព័ន្ធសុវត្ថិភាពច្រើនមែនតើដែលបូករួមមានដូចជាចាប់ហ្វ្រាំងអូតូចាប់កន្លងផ្លូវ adaptive cruise control ប្រព័ន្ធចាប់ស្លាកសញ្ញានៅខាងមុខរថយន្តនៅពេលដែលយើងបើកបរណាហើយមាន sensor ជំនួយទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយទៀតហើយនឹងបំពាក់នៅ option ជាច្រើនផ្សេងទៀតនៅក្នុងហ្នឹងចឹងសម្រាប់ចំណុចចុងក្រោយគេបងអស់គឺតាក់ទងជាមួយនឹងទំនុកចិត្តហើយបាទខ្ញុំនិយាយពីទំនុកចិត្តបងគឺដោយសារតែប្រភេទ model Perso គ្រប់ model ទាំងអស់ហើយក្រុមហ៊ុន Perso នេះដែរគឺមានអាយុកាលជាង100ឆ្នាំហើយចឹងសម្រាប់អតិថិជនដែលប្រើប្រាស់រថយន្ត Perso គ្រប់ model ណាក៏ដោយគឺគាត់មានទំនុកចិត្តខ្លាំងមែនតើតាក់ទងជាមួយនឹងគុណភាពក៏ដូចជាភាពស៊ីវិល័យស្អាតហើយប្រណិតភាពចឹងសម្រាប់ព័ត៌មានលម្អិតអីបងមានចម្ងល់អីផ្សេងបងអាច comment នៅក្នុងវីដេអូនេះបានឬក៏ឆាតមកតាមរយៈ page ឬក៏លេខទូរស័ព្ទដែលខ្ញុំផាននៅខាងលើនេះបានអរគុណបាយបាយ